សូមគោរពក៏ដូចជាសួស្តីដល់បងប្អូនទាំងអស់គ្នាផងដែរឥឡូវនេះខ្ញុំបានរដ្ឋាភិបាលរៀបចំដំណើរកម្សាន្តមួយដែល solo trip យើងទៅដើរលេងលក្ខណៈម្នាក់ឯងទៅសៀមរាបហើយសូមទោសផងដែរដោយសារតែវីដេអូនេះជាដំបូងយើងបានថតប៉ុន្តែវាអត់ស្រូបសំឡេងអញ្ចឹងទៅមានតែយើងបញ្ចូលសំឡេងនៅខាងក្រៅបន្ថែមហើយការដំណើរកម្សាន្តនេះដែរគឺយើងចង់ទៅថតរូបភាពស្អាតនៅសៀមរាបក៏ដូចជាយើងទៅសាកភ្លក់ស្រាដែលគេកំពុងល្បីស្រាខ្មែរយើងគឺស្រា36ម៉ោងដែរហើយពេលនេះយើងកំពុងតែជិះកង់3ដើម្បីទៅបំពេញការងារពេលយប់ក្រោយពីយើងបំពេញការងាររួចយើងជិះកង់3បន្តដើម្បីធ្វើដំណើរទៅបេនឡាននៅជ្រោយចង្វាដើម្បីយើងឆ្ពោះដំណើរទៅសៀមរាបទាំងអស់គ្នាពេលទៅដល់សៀមរាបយើងនឹងជួបនៅបាទគេហៅថាសកម្មភាពរាល់សកម្មភាពរបស់ខ្ញុំបាទដែលដើរលេងនៅសៀមរាបចំនួនមួយយប់2ថ្ងៃផងដែរហើយឥឡូវបងប្អូនអាចឃើញយើងមកដល់បេនឡានហើយហ្នឹងហើយយើងចូលទៅដល់ខាងក្នុងយើងចាប់ផ្ដើមសួរខាងផ្នែកទទួលសួរព័ត៌មានហើយយើងចាប់ផ្ដើម check in តទៅយើង check in យើងត្រូវរងចាំដល់ម៉ោងឡានគេមកដល់បានយើងអាចឡើងឡានបានព្រោះអីឡានដែលធ្វើដំណើរទៅសៀមរាបមានទៅមកប៉ុន្តែគេមានម៉ោងរបស់គេអញ្ចឹងណាបងប្អូនអញ្ចឹងបន្តទៀតយើងមកដល់កន្លែងគេអង្គុយរងចាំឡានណាបងប្អូនអញ្ចឹងយើងទៅដល់កន្លែងអង្គុយរងចាំឡានហ្នឹងខ្ទង់ម៉ោង10កន្លះអញ្ចឹងយើងអង្គុយរងចាំឡានចំនួនប្រហែលជាជិត1ម៉ោងដែរបងប្អូនព្រោះអីយើងត្រូវឡានត្រូវវិលកង់ចេញម៉ោង 11:40 នាទីហ្នឹងហើយបងប្អូនជាបន្តយើងឡើងទៅ check in យើង check in នៅចំណតឡានតែម្ដងយើងឡើងឡានទៅយើងឲ្យគេ scan ហើយបានយើងអាចឡើងទៅកន្លែងដែលយើងត្រូវសម្រាកបងប្អូនតែមុននឹងឡើងឡានក៏យើងមិនភ្លេចនៅអាហារសម្រន់ដែលយើងទិញត្រៀមទុកញ៉ាំហ្នឹងហើយនេះគឺជាសកម្មភាពដែលយើងឡើងទៅលើឡានមុននឹងយើងឡើងយើងឲ្យ scan ឲ្យគេ scan check in បានយើងអាចឡើងឡានបានណាហើយមុនឡើងឡាននឹងដែរខាងក្រុមការងាររបស់ក្រុមហ៊ុនឡានបានហុចថង់ឲ្យយើងដាក់ស្បែកជើងឲ្យមានសណ្ដាប់ធ្នាប់ដើម្បីកុំឲ្យប៉ះពាល់ដល់ភ្ញៀវដទៃអញ្ចឹងណាបងប្អូនអាចឃើញគេគាត់កំពុងតែ check in នេះបងប្អូនឡើងមកខ្ញុំឆ្ងល់ថាគាត់ហុចថង់ឲ្យខ្ញុំស្មានថាឲ្យទុកដាក់សម្រាមអញ្ចឹងណាបងប្អូនតែគាត់ប្រាប់ទៅគាត់ថាអូនជួយដោះបេជើងដាក់នៅក្នុងថង់ទៅកុំឲ្យប្រឡាក់ឬក៏ប៉ះពាល់ដល់ភ្ញៀវដទៃអញ្ចឹងណាហើយយើងបានទៅរកកន្លែងដែលយើងត្រូវសម្រាកនៅក្នុងឡានហ្នឹងឡានគេគឺលយមែនតើបងប្អូនឃើញឡានដូចឡានក្រុងយើងធម្មតាប៉ុន្តែដាក់យើងអាចគេងបានប៉ុន្តែដាក់មនុស្សបានច្រើនអញ្ចឹងណាបងប្អូនគេមាននៅខាងលើហើយនិងខាងក្រោមតែនៅខាងឆ្វេងគេមានរបៀបក្រែ2នាក់ហើយនិងខាងស្ដាំគឺមានក្រែម្នាក់ឯងដូចខ្ញុំអញ្ចឹងខ្ញុំ solo trip គឺខ្ញុំ booking យកតែក្រែមួយទេបងប្អូននេះសកម្មភាពដែលយើងរៀបចំចេញទៅសៀមរាបអញ្ចឹងយើងចាប់ផ្ដើមចេញដំណើរទៅម៉ោង 11:56 នាទីយើងចាប់ផ្ដើមទៅកង់អញ្ចឹងព្រឹកស្អែកយើងជួបគ្នានៅសៀមរាបទាំងអស់គ្នាឥឡូវខ្ញុំសូមសម្រាប់ទីសិនស្អែកយើងយកកម្លាំងដើម្បីបន្តដំណើរដើរលេងក៏ដូចជាភ្លក់ស្រា36មុខស្រាផ្លែឈើ36មុខតែគេកំពុងតែល្បីចាមាននេះយើងទុកកតាបនៅក្រោមឡានហើយឥឡូវយើងមានតែសំណប់ចិត្តមួយទេ GoPro ហើយនឹងអាហារសម្រន់តិចតួចមិនដូចជាពងមាន់ហើយនឹងទឹកសុទ្ធយើងទុកញ៉ាំតាមផ្លូវហ្នឹងណាបងប្អូនអូខេជួបគ្នានៅសៀមរាបអរគុណហ្នឹងហើយបងប្អូន
វីដេអូនេះអាចនឹងវែងបន្តិចប៉ុន្តែយើងកាត់ជាអេពីសូតអញ្ចឹងណាបងប្អូនអេពីសូតអញ្ចឹងយើងចាំជួបគ្នានៅសៀមរាបជាអេពីសូតទី2បាយបាយ